របាយការណ៍សង្គ្រាមការបាញ់ពន្លិចទូកអ៊ីរ៉ង់និងការកើនឡើងកម្ដៅសឹកនៅមជ្ឈិមបូព៌ាមេបញ្ជាការកណ្ដាលនៃកងទ័ពសហរដ្ឋអាមេរិកឧត្តមសេនីយ៍ Brad Cooper បានបញ្ជាក់នៅលើបណ្ដាញសង្គម X របស់លោកថាកងទ័ព Marine សហរដ្ឋអាមេរិកបានប្រើប្រាស់ឧទ្ធម្ភាគចក្រចម្បាំងបើកការវាយប្រហារពន្លិចទូកល្បឿនលឿនដែលបំពាក់ដោយកាំភ្លើងយន្តរបស់ប្រទេសអ៊ីរ៉ង់ចំនួន6គ្រឿងមូលហេតុគឺដោយសារតែសព្វអាវុធទាំងនេះបានបើកការវាយប្រហារសម្ដៅទៅលើនាវាស៊ីវិលដែលកំពុងឆ្លងកាត់ច្រកសមុទ្រហ័រមូសកាលពីថ្ងៃច័ន្ទទី4ខែឧសភាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានព្រមានថាស្ថានភាពនេះនឹងនាំឲ្យសហរដ្ឋអាមេរិកអាចកំទេចអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរបំផុតលោកបន្តទៀតថាប្រសិនបើអ៊ីរ៉ង់បាញ់ប្រហារទៅលើនាវាសហរដ្ឋអាមេរិកទោះបីជានាវាពាណិជ្ជកម្មក៏ដោយគឺអ៊ីរ៉ង់ត្រូវប្រឈមមុខនឹងការវាយប្រហារសងសឹកពីសំណាក់សហរដ្ឋអាមេរិកយ៉ាងធ្ងន់ធ្ងរហើយមិនអាចឲ្យអ៊ីរ៉ង់ងើបរួចឡើយលោក Donald Trump បានដាក់ចិននៅប្រតិបត្តិការសេរីភាពជើងទឹកកាលពីថ្ងៃទី4ខែឧសភានោះភ្លាមហើយគេសង្កេតឃើញថាសហរដ្ឋអាមេរិកចាប់ផ្ដើមធ្វើចលនាដើម្បីការពារនាវាទាំងឡាយណាដែលត្រូវឆ្លងកាត់ច្រកសមុទ្រហ័រមូសដោយប្រើប្រាស់នាវាចម្បាំងនិងឧទ្ធម្ភាគចក្រចម្បាំងអមការពារនាវាទាំងនោះទៀតផងបណ្ដាញផ្សព្វផ្សាយព័ត៌មាន Fox News ចុះផ្សាយថាកាលពីថ្ងៃទី4ខែឧសភាសហរដ្ឋអាមេរិកបានអនុវត្តនូវប្រតិបត្តិការសេរីភាពនាវាចររបស់លោក Donald Trump ដែលយ៉ាងហោចណាស់អាមេរិកបានអនុញ្ញាតឲ្យកប៉ាល់របស់អាមេរិក2គ្រឿងដែលដោតទង់ជាតិអាមេរិកផ្ទាល់បើកឆ្លងកាត់ច្រកសមុទ្រហ័រមូសជាមួយនឹងការអមការពារដោយនាវាពិឃាតរបស់សហរដ្ឋអាមេរិក2គ្រឿងនិងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងផងដែរបើតាមសេចក្តីរាយការណ៍របស់បណ្ដាញព័ត៌មានជាច្រើនចុះផ្សាយថានាវាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក2គ្រឿងនោះបានបែកឆ្លងកាត់ច្រកសមុទ្រហ័រមូសដោយសុវត្ថិភាពជាមួយនឹងការការពារដោយកងនាវាចម្បាំងសហរដ្ឋអាមេរិកយោងតាមពួកមន្ត្រីសហរដ្ឋអាមេរិកដែលប្រាប់បណ្ដាញផ្សាយព័ត៌មាន CBS News ឲ្យដឹងថានាវាពិឃាតរបស់សហរដ្ឋអាមេរិក2គ្រឿងដែលបានបើកឆ្លងកាត់ច្រកសមុទ្រហ័រមូសហើយក្រោយមកបានចូលដល់ឈូងសមុទ្រពាក់នាវានោះបានបើកបុកទម្លុះរបាំងឬខ្សែការពាររបស់ទ័ពជើងទឹកនៃប្រទេសអ៊ីរ៉ង់នាវាពិឃាតរបស់សហរដ្ឋអាមេរិក2គ្រឿងនោះមានឈ្មោះថា USS Truxtun និង USS Mason នាវាទាំងនោះបានបើកចេញពីច្រកសមុទ្រហ័រមូសជាមួយនឹងការបាញ់គំរាមកំហែងពីសំណាក់មីស៊ីលអ៊ីរ៉ង់និងទូកល្បឿនលឿនរបស់អ៊ីរ៉ង់ប៉ុន្តែតាមដំណឹងមកថាមីស៊ីលរបស់អ៊ីរ៉ង់ដែលបានបាញ់សម្ដៅទៅលើនាវាពិឃាតសហរដ្ឋអាមេរិកនោះត្រូវបានបាញ់ទម្លាក់ជាមួយគ្នានេះឧទ្ធម្ភាគចក្ររបស់សហរដ្ឋអាមេរិកជាច្រើនគ្រឿងរួមនឹងយន្តហោះចម្បាំងផងដែរបានបើកការវាយប្រហារទៅលើទូកល្បឿនលឿនរបស់អ៊ីរ៉ង់ដែលជាទូកបំពាក់ដោយកាំភ្លើងយន្តនោះយ៉ាងហោចណាស់បានបាញ់ពន្លិចចំនួន6គ្រឿងខណៈដែលវាកំពុងសម្ដៅវាយទៅលើកប៉ាល់ពាណិជ្ជកម្មនិងធ្វើចលនានៅតំបន់ច្រកសមុទ្រហ័រមូសប៉ុន្តែអ៊ីរ៉ង់អះអាងថាទូកទាំងនោះពុំមែនជាទូករបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ឡើយហើយវាមិនមានបំពាក់អាវុធអ្វីនោះទេគឺគ្រាន់តែជាទូកស៊ីវិនតែប៉ុណ្ណោះឧត្តមសេនីយ៍ Brad Cooper មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកឈរជើងនៅតំបន់មជ្ឈិមបូព៌ាបានបញ្ជាក់ថាការវាយប្រហារទៅលើទូកល្បឿនលឿនរបស់អ៊ីរ៉ង់ដែលបំពាក់ដោយកាំភ្លើងយន្តនោះគឺជាការឆ្លើយតបដោយសារតែអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់សម្ដៅទៅលើនាវាចម្បាំងសហរដ្ឋអាមេរិកដែលកំពុងបើកការពារនាវាពាណិជ្ជកម្មរបស់អាមេរិកឆ្លងកាត់ច្រកសមុទ្រហ័រមូសប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងបណ្ដាញផ្សាយព័ត៌មានកាលពីថ្ងៃទី4ខែឧសភានោះបានបង្ហាញការជឿជាក់ថាអ៊ីរ៉ង់មានសមត្ថភាពត្រឹមតែប្រើប្រាស់ទូកល្បឿនលឿនតែប៉ុណ្ណោះប៉ុន្តែអ៊ីរ៉ង់គ្មានសមត្ថភាពធ្វើសង្គ្រាមជើងទឹកទ្រង់ទ្រាយធំជាមួយសហរដ្ឋអាមេរិកនោះទេលោក Trump បានប្រាប់អ៊ីរ៉ង់ឲ្យចូលខ្លួនចរចាជាមួយសហរដ្ឋអាមេរិកដោយមិនត្រូវដាក់លក្ខខណ្ឌឲ្យអាមេរិកឡើយព្រោះអាមេរិកមិនអាចទទួលបានឡើយលោក Donald Trump បានបញ្ជាក់ថាសហរដ្ឋអាមេរិកមានក្របកាំភ្លើងនិងសព្វាវុធរាប់ម៉ឺនត្រៀមរួចជាស្រេចហើយដើម្បីបន្តសង្គ្រាមជាមួយអ៊ីរ៉ង់ទៅមុខទៀតប្រសិនបើអ៊ីរ៉ង់ជ្រើសរើសយកសង្គ្រាមជាមួយសហរដ្ឋអាមេរិកនៅពេលនេះលោក Trump អួតអាងថាអាមេរិកគឺជាមហាអំណាចសព្វាវុធនៃពិភពលោកជាមួយគ្នានេះឧត្តមសេនីយ៍ Brad Cooper នៅតែប្រកាសថាកងទ័ពសហរដ្ឋអាមេរិកកំពុងតែបើកប្រតិបត្តិការដើម្បីត្រួសត្រាយផ្លូវបុកទម្លុះច្រកសមុទ្រហ័រមូសធ្វើយ៉ាងណាឲ្យច្រកសមុទ្រនេះក្លាយទៅជាផ្លូវទឹកប្រកបដោយសុវត្ថិភាពឡើងវិញ
ហើយការដែលសហរដ្ឋអាមេរិកប្រើប្រាស់នាវាពិឃាតនោះគឺដើម្បីទៅកំទេចមីនសមុទ្រផងដែរហើយប្រកាសថាចាប់ពីថ្ងៃនោះតទៅអាមេរិកមានកាតព្វកិច្ចក្នុងការរំដោះមីនសមុទ្រដែលបង់រាយដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់លោកឧត្តមសេនីយ៍ Brett Cooper បញ្ជាក់ថាសហរដ្ឋអាមេរិកចាប់ផ្ដើមប្រើប្រាស់ឧទ្ធម្ភាគៈនិងយន្តហោះចម្បាំងការពារសុវត្ថិភាពសម្រាប់នាវាចរទាំងឡាយណាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នៅពេលនេះទាំងលោក Donald Trump និងឧត្តមសេនីយ៍ Brett Cooper មិនបានឆ្លើយតបចំពោះអ្នកសារព័ត៌មានដែលសួរថាតើស្ថានភាពបត់ឈប់បាំងគ្នានោះយ៉ាងណាហើយនោះទេប៉ុន្តែអ្នកសង្កេតការមើលឃើញថាបត់ឈប់បាំងគ្នាដែលអនុវត្តបានតាំងពីថ្ងៃទី8ខែមេសាមកដល់ម៉ោងនេះវាធ្លាក់ចូលទៅក្នុងស្ថានភាពគ្រោះថ្នាក់ហើយគឺភាគីច្បាំងគ្នាកំពុងតែរៀបចំប្រយុទ្ធគ្នាឈុតឆាកធំជាថ្មីម្ដងទៀតតាមឧត្តមសេនីយ៍ Brett Cooper បញ្ជាក់ថាកងទ័ពសហរដ្ឋអាមេរិកកំពុងតែត្រៀមវាយលុកទ្រង់ទ្រាយធំដើម្បីការពារផលប្រយោជន៍របស់ពិភពលោកនៅតំបន់ច្រកសមុទ្រ Hormuz នេះលោកបញ្ជាក់ថាសហរដ្ឋអាមេរិកផ្ដោតទៅលើការជួយដល់មនុស្សធានៅពេលនេះហើយការដែលអ៊ីរ៉ង់បើកការវាយប្រហារនោះវាគឺជាទង្វើបែបចោលសមុទ្រតែប៉ុណ្ណោះនៅពេលសិក្សាស្ថានភាពតានតឹងខ្លាំងរហូតដល់ការបាញ់គ្នាម្ដងកាលពីថ្ងៃទី4ខែឧសភានោះស្រាប់តែរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់វិញកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានបើកការវាយប្រហារភ្លាមៗទៅលើប្រទេសអារ៉ាប់រួមដោយយ៉ាងហោចឲ្យដឹងថាអ៊ីរ៉ង់បាញ់មីស៊ីល16គ្រាប់មានទាំងមីស៊ីល ballistic និងមីស៊ីល cruise រួមទាំងបាញ់ drone ជាច្រើនគ្រឿងផងដែរប៉ុន្តែក្រសួងការពារជាតិនៃប្រទេសអារ៉ាប់រួមអះអាងថាបានបាញ់ទម្លាក់ស្ទើរទាំងអស់លើកឡើងតែ drone ខ្លះវាធ្លាក់នៅតំបន់សមុទ្រប៉ុន្តែក្រសួងការពារជាតិអារ៉ាប់រួមទទួលស្គាល់ថាការវាយប្រហារដោយ drone របស់អ៊ីរ៉ង់បានប៉ះទង្គិចទៅនឹងទីតាំងស្តុកប្រេងដ៏ធំមួយរបស់ប្រទេសអារ៉ាប់រួមបណ្ដាលឲ្យមានការឆេះផ្ទុះយ៉ាងសន្ធោសន្ធោសេចក្តីថ្លែងការណ៍របស់ប្រទេសអារ៉ាប់រួមបញ្ជាក់ថាការដែលអ៊ីរ៉ង់បើកការវាយប្រហារទៅលើផលប្រយោជន៍របស់អារ៉ាប់រួមនេះគឺរដ្ឋាភិបាលនិងកងទ័ពអារ៉ាប់រួមមានសិទ្ធិពីនលីងក្នុងការវាយរុញច្រានឬក៏សងសឹកវិញទៅលើប្រទេសអ៊ីរ៉ង់ការវាយប្រហាររបស់អ៊ីរ៉ង់ក្នុងទម្រង់សងសឹកសហរដ្ឋអាមេរិកដែលវាយទៅលើប្រទេសអារ៉ាប់រួមនេះបានបណ្ដាលឲ្យប្រទេសក្នុងតំបន់ឈូងសមុទ្រប៉ែកចេញសេចក្តីថ្លែងការណ៍បន្តបន្ទាប់ថ្កោលទោសអ៊ីរ៉ង់យ៉ាងខ្លាំងដោយហៅអ៊ីរ៉ង់ថាកំពុងតែធ្វើឲ្យតំបន់ធ្លាក់ចូលទៅក្នុងអសន្តិសុខយ៉ាងធ្ងន់ធ្ងរហើយបណ្ដាប្រទេសនៃតំបន់ឈូងសមុទ្រប៉ែកអាចនឹងបើកការវាយប្រហារក្នុងកាលៈទេសៈណាមួយដែលត្រូវកំណត់ថាជាការសងសឹកឧត្តមសេនីយ៍កំពូលនៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានបញ្ចេញសេចក្តីថ្លែងការណ៍បន្តបន្ទាប់គ្នាថាការដែលបាញ់ប្រហារទៅលើនាវាចម្បាំងសហរដ្ឋអាមេរិកនោះព្រោះតែមិនទទួលយកការបើកទម្លុះបុករបាំងច្រកសមុទ្រ Hormuz ឡើយរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ក៏ដូចជាប្រធានាធិបតី Masoud Pezeshkian នៅតែទាមទារថាច្រកសមុទ្រ Hormuz ជាគុណតម្លៃនិងជាកម្មសិទ្ធិស្របច្បាប់របស់ប្រជាជនអ៊ីរ៉ង់រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ Abbas Araghchi បានចេញសេចក្តីថ្លែងការណ៍ដោយចំអកថាប្រតិបត្តិការ Project Freedom របស់លោកត្រាំមិនអាចដោះស្រាយវិបត្តិច្រកសមុទ្រ Hormuz បាននោះទេលោកបញ្ជាក់ថាដំណោះស្រាយត្រូវតែស្ថិតនៅលើតុចរចាលោកអះអាងថាលោកបានសន្ទនាជាមួយនឹងភាគីនៃប្រទេសប៉ាគីស្ថានដើម្បីស្វែងរកការចរចាវិញលោកបញ្ជាក់ថាប្រតិបត្តិការរបស់លោក Donald Trump នេះវាគ្រាន់តែជាដំណាក់កាលនៃការចាក់សោលតល់ច្រករបស់អាមេរិកតែប៉ុណ្ណោះយ៉ាងណាក៏ដោយលោក Donald Trump បានហៅការវាយបោះគ្នាកាលពីថ្ងៃទី4ខែឧសភានោះថាវាគ្រាន់តែជាការបង្ហើរសង្គ្រាមដ៏តូចមួយប៉ុណ្ណោះលោកព្រមានថាអ៊ីរ៉ង់មិនត្រូវបង្ខំចិត្តឲ្យសហរដ្ឋអាមេរិកផ្ទុះសង្គ្រាមពេញទំហឹងម្ដងទៀតនោះទេហើយបើផ្ទុះទ្រង់ទ្រាយធំគឺសហរដ្ឋអាមេរិកនឹងកំទេចអ៊ីរ៉ង់ឲ្យតែជាផែកតែម្ដងប៉ុន្តែសូមជម្រាបថាឧត្តមសេនីយ៍អ៊ីរ៉ង់ភាគច្រើននៅតែអួតអាងថាខ្លួនគេមានសមត្ថភាពគ្រប់គ្រាន់ដើម្បីវាយបកទៅលើការវាយប្រហារពីសំណាក់សហរដ្ឋអាមេរិកក្តីឬពីប្រទេសអ៊ីស្រាអែលក្តីព្រោះថាអ៊ីរ៉ង់នៅមានមីស៊ីលរយៈចម្ងាយឆ្ងាយនិង drone គ្រប់គ្រាន់ដើម្បីបន្តសង្គ្រាមជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបន្តទៅមុខទៀតយ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលវិញបានប្រកាសថាអ៊ីស្រាអែលកំពុងតែរងចាំការបើកភ្លើងខៀវពីលោក Donald Trump តែប៉ុណ្ណោះនិងបើកប្រតិបត្តិការវាយប្រហារដោយយន្តហោះចម្បាំងភ្លាមសង្គ្រប់លើអ៊ីរ៉ង់ជាថ្មីម្ដងទៀតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានដាក់បទបញ្ជាទៅកាន់កងទ័ពអាកាសរបស់លោកឲ្យត្រៀមប្រយុទ្ធ24ម៉ោងលើ24ម៉ោងនៅពេលនេះឲ្យតែមានការផ្ដាល់ភ្លើងខៀវតែបន្តិចប៉ុណ្ណោះពីលោក Donald Trumpកងយន្តហោះចម្បាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនឹងចូលដល់លំហអាកាសនៃប្រទេសអ៊ីរ៉ង់ភ្លាមមួយរំពេកហើយប្រតិបត្តិការលើកនេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបញ្ជាក់ថាគឺត្រូវវាយអ៊ីរ៉ង់ឲ្យចុះចាញ់តែម្ដង
សូមជម្រាបថាប្រតិបត្តិការសឹករយៈពេល40ថ្ងៃរវាងសហរដ្ឋអាមេរិករួមដៃជាមួយនឹងអ៊ីស្រាអែលដែលបើកប្រតិបត្តិការលំហអាកាសដោយប្រើប្រាស់យន្តហោះចម្បាំងរាប់រយគ្រឿងនិងនាវាចម្បាំងបើកប្រតិបត្តិការវាយប្រហារទៅលើអ៊ីរ៉ង់នោះបើតាមទីបញ្ជាការដ្ឋានកងទ័ពសហរដ្ឋអាមេរិកឲ្យដឹងថាសម្រាប់កងទ័ពសហរដ្ឋអាមេរិកបានបើកការវាយប្រហារដោយទម្លាក់គ្រាប់បែកទៅលើគោលដៅជាច្រើនលើទូទាំងប្រទេសអ៊ីរ៉ង់ដោយប្រើប្រាស់ការទម្លាក់គ្រាប់បែកដល់ទៅជាង 15,000 គ្រាប់ចំណែកឯអ៊ីស្រាអែលវិញអះអាងថាបានទម្លាក់គ្រាប់បែកប្រមាណជាជិត 9,000 គ្រាប់សរុបទៅគោលដៅនៃការទម្លាក់គ្រាប់បែករវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលរួមគ្នាវាយប្រហារទៅលើអ៊ីរ៉ង់នោះក្រសួងការពារជាតិអ៊ីស្រាអែលអះអាងថាយ៉ាងហោចណាស់ទីតាំងសំខាន់ជាយុទ្ធសាស្ត្ររបស់របបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដល់ទៅជាង 13,000 គោលដៅត្រូវបានរងការវាយប្រហារកំទេច